តោះបបរគ្រឿងនេះបងប្អូនបបរគ្រឿងសាច់មាន់យើងបងប្អូនណាយមាន់មកចំហៀងបងប្អូននិយាយពីថាហូបអត់ចង់អស់ទេធ្វើតែមួយឆ្នាំងសម្លតូចជាបងប្អូនក៏ប៉ុន្តែហូបអត់ចង់អស់ដោយសារតែយើងមានបន្លែមានអីទៀតទៅគឺយើងហូបអត់អស់ទេបងប្អូនម្នាក់មួយចាននឹងឯងចង់ចង្អល់បាត់ហើយបងប្អូនណាយហើយបន្លែយើងមានអីច្រើនទេមានតែសណ្តែកបដោះហើយនឹងផ្សិតនឹងឯងបងប្អូនចាហើយមុននឹងយើងធ្វើបបរគ្រឿងហ្នឹងយើងបានធ្វើការបំពងខ្ទឹមហើយឆាជាមួយកផងយើងបងប្អូនมันឆ្ងាញ់តែបើយើងដាក់អង្ករបដ ாய் ទៅវាអត់សូវឆ្ងាញ់អត់សូវឈ្ងុយទេបងប្អូនចាធ្វើបែបនេះបាទវាឆ្ងាញ់អីចឹងទៅដាក់គ្រឿងអីហើយចឹងណាបងប្អូនទាំងទឹកត្រីទឹកស៊ីអ៊ូហើយនឹងទឹកត្រីខាប់ផងយើងតិចទៅអាហ្នឹងមិនថាឆ្ងាញ់បើថាយើងដាក់អង្ករស្ងោរយូរហ្មងអត់មានរសជាតិឆ្ងាញ់ទេបងប្អូនវាអត់សូវមានរសជាតិឈ្ងុយតែបើធ្វើបែបនេះគឺឈ្ងុយឆ្ងាញ់ណាស់បងប្អូនដាក់ថែមជាពៅផ្អែមយឺបយឺទៀតអូយនិយាយថារសជាតិអែមហ្មងហើយណាមួយបើយើងឆាអង្ករចឹងទៅធ្វើឲ្យឡើងក្រហមហើយពណ៌មើលទៅគួរឲ្យចង់ហូបអីចឹងណាបងប្អូនណាយហើយឥឡូវសាច់មាន់យើងផុយបងប្អូនជាបានធ្វើការស្រង់ចេញចឹងទៅដើម្បីដាក់ជាមួយអង្កររបស់យើងស្ងោរម្ដងអីចឹងខ្ជិលដាក់អង្ករចូលជាមួយសាច់មាន់ណាបងប្អូនបើដាក់ទៅខ្លាយវាយកសាច់មាន់មកបេះទៅវាជាប់គ្នាបតិបតាអញ្ចឹងអត់សូវល្អមើលទេបងប្អូនតែយើងស្ងោរសាច់មាន់យើងឲ្យឆ្អិនចឹងទៅចាំយើងដាក់អង្ករចូលហើយអង្ករយើងបែបកណាត់ដល់គឺឆាប់ឆ្អិនទេបងប្អូនឆាប់រលួយទេហើយឥឡូវឆ្អិនណាបងប្អូនខ្ញុំកំពុងតែរៀបចំដាក់ជីដាក់ខ្ទឹមប៉ងសាច់មាន់ដែលយើងបានស្ងោរឲ្យបេះនឹងឯងបងប្អូនហើយនឹងពិសេសណាបងប្អូនគឺមានចាក់ខ្វៃទៀតរដងអត់ដែរមានទេណាបងប្អូនតែថ្ងៃនេះគឺមានប៉ុន្តែខ្ញុំអត់សូវចិត្តចូលចិត្តហូបជាមួយបបរបានទេខ្ញុំចូលចិត្តហូបលេងអីអញ្ចឹងណាហើយម្ទេសដាក់តាមគួរដែលបងប្អូនចូលចិត្តទៅខ្ញុំដាក់ទាំងម្រេចទៀតផងបងប្អូននិយាយពីថាអូយជាតិមែនតើហ្មងណាបងប្អូនដាក់វាអញ្ចឹងទៅហើយបើថាហើយបើថាសៀងវិញមានក៏បានអត់ក៏បានដែរបងប្អូនដោយសារតែអ្នកផ្ទះខ្ញុំអីក៏អត់សូវចូលចិត្តដែរអញ្ចឹងទៅអត់មានណាគេសដាក់សៀងទេបងប្អូនអញ្ចឹងទៅហូបបបរមានតែប្រហែលមុខហ្នឹងទៅបានហើយសៀងមួយគឺអត់សូវចំណូលម៉ានេះបងប្អូនហើយឥឡូវយើងផ្សំគ្រឿងឲ្យអស់ណាបងប្អូនអញ្ចឹងតោះទៅហូបជាមួយខ្ញុំទាំងអស់គ្នាហើយបងប្អូនឆ្ងល់ទេមែនអត់ថាសម្បីតែក្រូចក៏អត់មានចាសម្បីតែពួកខ្ញុំក្រូចក៏អត់សូវដាក់ដែរបងប្អូនក៏អត់ចំណូលម៉ាដែរមានក៏ដាក់មិនមានក៏អត់នឹងឯងប៉ុន្តែក្រូចក្នុងទូមានតែពួកខ្ញុំអត់ហូបអញ្ចឹងទៅមានដាក់ប៉ុណ្ណឹងឯងបងប្អូនតែអ្នកខ្លះក៏ចិត្តដាក់ថែមទៀតចឹងណាបងមានចិត្តជូរអីចឹងទៅតែពួកខ្ញុំនិយាយទៅអ្នកផ្ទះខ្ញុំគឺអញ្ចឹងហ្មងឲ្យហូបស្តៀងគ្នាដូចគ្នាអញ្ចឹងឯងបងប្អូនអញ្ចឹងទៅក៏អត់មានណាគេសួររកក្រូចឬក៏អីទេបងប្អូនឯងហើយហូបបបរឃើញបងគាត់ហូបបបរជាមួយឆាខ្វៃទំនងពេកយកមកហូបមកគេដែរទៅបងប្អូនហើយដាក់ឆាខ្វៃនឹងហើយគឺហូបបបរអត់ចង់អស់មួយចាននឹងគឺដោយសារតែហូបអាឆាខ្វៃនឹងទៅវាណែនពុះបាត់ហើយបងប្អូនប៉ុន្តែស្ដាយបបរបងប្អូនហូបតទៅអស់នឹងឯងឆ្ងាញ់ផងណាចាក់ចោលទេបងប្អូនណាយាយមែនសំគ្រឿងឡើងឆ្ងាញ់ហើយមកចាក់ចោលណូអត់ទេបងប្អូនខំហូបតទៅអស់បើអត់ហូបឆាខ្វៃប៉ុណ្ណឹងគឺស៊ីផយឯងបងប្អូនតែនេះដាក់ឆាខ្វៃមួយទៅចង់ណែននៅនឹងហ្មងហើយបើឆាខ្វៃហ្នឹងបើហូបជាមួយកាហ្វេពេលព្រឹកអូយជាតិណាស់បងប្អូនហ្នឹងខ្ញុំចូលចិត្តបែបអញ្ចឹងវិញតែមកហូបបបរខ្ញុំអត់សូវចូលចិត្តទេអញ្ចឹងទៅបើថាមានកាហ្វេដាក់ពេលព្រឹកវិញហូបជាមួយឆាខ្វៃអូយនិយាយវាថាជាតិមែនតែនហ្មងឯងបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងឯងបើបងប្អូនពេញចិត្តសូមកុំភ្លេចជួយ follow page របស់ខ្ញុំ comment ហើយនិង like ម្នាក់មួយផងដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ